មានបងស្រីម្នាក់គាត់និយាយថាគាត់ចង់ធ្វើវីដេអូផុសតាម Facebook ដែរប៉ុន្តែគាត់មិនដឹងរនឹកធ្វើ content អីធ្វើវីដេអូអីចានេះបង content ចាយើងហូបអីយើងធ្វើអីយើងផុសទៅថតផុសទៅកុំឲ្យតែយើងគិតខ្លួនឯងថាអាចចេះផុសទៅខ្លាចគេអត់មើលផុសទៅខ្លាចគេថាខ្លាចគេអីអញ្ចឹងយើងធ្វើទៅបង content original ខ្លួនយើងទោះបីជាអត់សូវមានអ្នកមើលក៏វាបានយូរអង្វែងដែរវាអត់ងាយជួបហានិភ័យពេកជាប់ខំជាប់លឿងអីទេយើងធ្វើអ្វីដែលជាខ្លួនយើងទៅវាបានយូរអង្វែងមិនសិនជាយើងយកវីដេអូគេយកមកកាត់តផុសហើយវាជួបហានិភ័យអញ្ចឹងណាបងហើយនិយាយអញ្ចឹងប៉ះពាល់ដល់អ្នកដែលគេយកវីដេអូយកមកផុសគេកាត់តមកកណោគេបានលុយរាប់ពាន់ចាអាហ្នឹងគឺជា page របស់គេធំពេកគេផុសយូរហើយអញ្ចឹងណាយើងទៅធ្វើថ្មីយើងធ្វើវីដេអូ original ខ្លួនឯងទៅដោយសារតែ page យើងថ្មីរបៀបលក្ខណៈដូចយើងកូនងាយទៅដើរថេថាអញ្ចឹងហើយ Facebook ដូចគ្នាដែរ page យើងទៅថ្មីអញ្ចឹងគឺទៅគេត្រូវឃ្លាំមើលតាមកាត់តិចហើយបងប្អូនអញ្ចឹងហើយបើយើងធ្វើវីដេអូ original ខ្លួនឯងទៅគឺទោះបីជា view អត់សូវមានអ្នក like អត់សូវមានអ្នក comment ណាក៏ page យើងអត់ជួបហានិភ័យជាប់លឿងជាប់ក្រហមអីដែរ